Baចំពោះថ្នាំចាក់ការពារជំងឺ OSV ចំពោះទារកដែលទើបបង្កើតឡើងគឺអាចនឹងចាក់មួយថ្ងៃពីរថ្ងៃក្រោយមកបន្ទាប់មកយើងអាចធ្វើនៅដូសទី2រហូតដល់24ខែក្រោយអញ្ចឹងបានន័យថាចន្លោះពីចាក់ដូសទី1រហូតដល់ដូសទី2គឺ24ខែក្រោយហើយឈ្មោះថា Bifidus នេះគឺជាប្រព័ន្ធការពារគេហៅថាប្រព័ន្ធការពាររាងកាយយើងអង់គ្លេសគេហៅថា immunoglobulin ហ្នឹងគឺជា antibody បាទចាក់ទៅការពារបានភ្លាមលឿនវាធ្វើការលឿនហើយវានៅក្នុងខ្លួនតែ5ខែទៅ6ខែទេអញ្ចឹងការពារនៅអាយុទូចបានន័យថាកូនទូចដែលអាយុក្រោម6ខែហ្នឹងគឺប្រឈមហានិភ័យជាងអូនដែលអាយុលើ6ខែប៉ុន្តែនៅពេលដែលអាយុលើ6ខែបើសិនជាមានរដូវ OSV នឹងវាកើតឡើងច្រើនក៏យើងនៅតែអាចចាក់បានដែរគាត់ថាបើសិនជាកើត OSV នៅក្រោម6ខែគឺហានិភ័យនៃការស្ទះផ្លូវដង្ហើមនឹងធំជាងកុមារដែលលើសពី6ខែអញ្ចឹង Bifidus ដែលជាថ្នាំចាក់ការពារជំងឺ OSV កុមារតូចនេះមិនមែនជាវ៉ាក់សាំងទេវាជា antibody បើថាវាជាប្រព័ន្ធការពារគេហៅថា immunoglobulin ហើយបើសិនជាអូនទូចដែលអាសាមានបញ្ហាផ្លូវដង្ហើមស្ទះសួតដង្ហើមមានកម្ដៅខ្លួនមុំអត់បានមានក្អួតឬក៏អត់ឡើងគីឡូឡើងអីហ្នឹងសូមអញ្ជើញមកប្រឹក្សាជាមួយវិជ្ជាបណ្ឌិតឯកទេសកុមារដែលមានបទពិសោធន៍ច្រើនឆ្នាំហើយជាពិសេសធ្វើការនៅកន្លែងដែលស្តង់ដារអន្តរជាតិដូចជាមានវ៉ាក់សាំងអន្តរជាតិដូចជាមានវ៉ាក់សាំងផ្សេងដែលផ្លែកបាទវាខ្លះជនជាតិបរទេសខ្លះបើមិនចាក់វ៉ាក់សាំងប្រភេទផ្សេងដែលខុសពីយើងក៏មានដែរឧទាហរណ៍ដូចជាវ៉ាក់សាំងលាកសោមខួរក្បាលប្រភេទ B អញ្ចឹងយើងចាក់រាល់ថ្ងៃហ្នឹងនៅអាយុ2ឆ្នាំហ្នឹងគឺវ៉ាក់សាំងលាកសោមខួរក្បាលប្រភេទ A C Y W អីចឹងមកហ្នឹងហើយចាំខ្ញុំនឹងបរិយាយវ៉ាក់សាំងនៅវគ្គបន្តបាទសូមអរគុណខ្ញុំដុកទ័រលីបទពិសោធន៍ខាងជំនាញឯកទេសទារកកុមារនិងវគ្គកាត់កុមាររយៈពេល16ឆ្នាំសូមអរគុណសូម Subscribe អ្នកមួយមកដែរ